សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកថ្នាក់មូលដ្ឋាននៃការថតរូបបង្រៀនដោយខ្ញុំបាទសារីវណ្ណលោកនៅក្នុងថ្នាក់នេះអ្នកទាំងអស់គ្នានឹងចេះអំពីការប្រើប្រាស់ exposure triangle ឬខ្មែរយើងហៅថាត្រីកោណនៃពន្លឺអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីចេះចំណុចទាំង3នេះហើយអ្នកទាំងអស់គ្នានឹងអាចប្រើ manual mode នៅក្នុងកាមេរ៉ាបានអញ្ចឹងមុននឹងយើងចូលទៅដល់ការប្រើប្រាស់យើងត្រូវយល់ថាអ្វីជា photography ពាក្យហ្នឹងបានមកពីណាពាក្យថា photography ឬការថតរូបជាសិល្បៈនៃការចាប់យកពន្លឺវាពាក់ព័ន្ធខ្លាំងជាមួយនឹងពន្លឺអញ្ចឹងហើយជាហេតុផលដែលយើងត្រូវរៀនការ setting របស់ពន្លឺក្នុងកាមេរ៉ាហ្នឹងអញ្ចឹង photography ហ្នឹងពាក្យដើមវាមកពីភាសាក្រិកដោយ photos បកប្រែថាពន្លឺហើយ grapho មកពីពាក្យថាគូអញ្ចឹងបើយើងបូកចូលគ្នា photography គឺជាសិល្បៈនៃការគូពន្លឺឬក៏ចាប់យកពន្លឺនឹងឯងត្រីកោណពន្លឺឬក៏អង់គ្លេសពាក្យបច្ចេកទេសគេហៅថា exposure triangle ហេតុអីបានគេដាក់ triangle គឺដោយសារតែវាមានមុខងារ3នៅក្នុងហ្នឹងហើយវាពាក់ព័ន្ធជាមួយគ្នាទៅវិញទៅមក setting ទី1គឺទំហំបើកនៃ lens ពាក្យបច្ចេកទេសគេហៅថា aperture ហ្នឹងណាអញ្ចឹងនេះគឺជា lens ដែលយើងដាក់ជាប់កាមេរ៉ាហ្នឹងនេះធំអានេះទូចយើងអាចកំណត់ទំហំនៃការបើកបិទហ្នឹងគឺអាស្រ័យទៅនឹង lens អញ្ចឹងនៅលើផ្ទាំងនេះយើងមានចាប់ពី f លើ 1.4 ទៅដល់ f លើ 8អញ្ចឹងនៅពេលដែលទំហំបើកធំគឺវានឹងទទួលបានពន្លឺច្រើនព្រោះថាតើបើកធំហើយទទួលបានច្រើនហើយទី2គឺវាប្រើខ្លាំងមិនបើសិនជាយើង focus ទៅលើមនុស្សនៅមុខនេះ background ខាងក្រោយគឺនឹងប្រើខ្លាំងអញ្ចឹងអានេះគឺវាល្អសម្រាប់ការថត portrait ថតយកតែខ្លួនមនុស្សឬក៏ពាក់កណ្ដាលខ្លួនអីហើយធ្វើឲ្យផ្ទៃខាងក្រោយឬយើងហៅ background ហ្នឹងប្រើខ្លាំងអូខេអញ្ចឹងមួយចំណុចទៀតគឺលេខ f stop វាតូចអញ្ចឹង f លើ 2.8 វាតូចអញ្ចឹងខ្ញុំចង់បញ្ជាក់ចំណុចនេះដែរលេខតែកាន់តែតូចតែប្រើកាន់តែខ្លាំងហើយវាបើកកាន់តែធំហេតុអីដោយសារតែវាគឺជាភាគចែកការពិត f លើ 2.8 ទេអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាងាយស្រួលយល់និងងាយស្រួលចំណាំទៅថ្ងៃក្រោយយើងគិតថាលេខវាទូចចឹងហ្មងទៅអញ្ចឹងផលចែកបើសិនជាលេខខាងក្រោមរបស់ភាគតូចការពិតលេខហ្នឹងធំទេត្រូវទេដល់តែ f លើ 22 បានវាតូចវិញបើសិនជាយើងចែក1លើ 22ការពិតតូចជាង1លើ 2.8 ទេតែគ្រាន់ថាយើងដើម្បីងាយស្រួលចំណាំលេខយើងហៅថា f stop វានេះគឺតូចអញ្ចឹងទៅហើយនេះ f stop លេខធំអញ្ចឹងទៅព្រោះក្នុងកាមេរ៉ាវាច្រើនគេប្រើតែលេខយកមកគេអត់ដាក់ពភាគចូលអូខេអញ្ចឹងទំហំបើកតូចដូចជាខាងនេះអញ្ចឹងវាមានឥទ្ធិពលអីខ្លះយើងទទួលបានពន្លឺតិចអញ្ចឹងយើងមើលទៅតាទូចយើងទទួលបានតិចឯងហើយវាអត់សូវព្រិលទេអញ្ចឹងអត់សូវព្រិលមិន subject យើងជាមួយនឹង background គឺយើងមើលច្បាស់ទាំងពីរគ្រាន់ថាពេលខ្លះបើយើង focus ទៅលើ subject ទៅយើងបើកលេខល្មមដូចអានេះអីគឺវាព្រិលតិចណា background ព្រិលតិចអូខេអញ្ចឹងមួយទៀតអីគេខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាសួរចំណាំលេខ f stop វានេះ f stop ខ្ញុំដាក់ f ពីមុខហ្នឹងគឺលេខធំអញ្ចឹងអ្នកទាំងអស់គ្នាមើលវាឡើងវិញបើសិនជាអត់ចាំហើយបើមានចម្ងល់អីអាចសួរខ្ញុំបានអូខេអញ្ចឹងយើងចូលទៅដល់ចំណុចទី2នៃ exposure triangle ហ្នឹង shutter speed អញ្ចឹង shutter speed ហ្នឹងអីគេយើងមើលក្នុងរូបនេះអញ្ចឹងរូបភាពបើយើងឧទាហរណ៍ថាយើងមានរូបអាទិភ្លើងចេះមួយអញ្ចឹង shutter speed ហ្នឹងគឺជាការបិទរបស់ sensor កាមេរ៉ាចាប់របស់ sensor កាមេរ៉ាគឺវាចាប់ពីលើរហូតដល់ក្រោមអញ្ចឹងរយៈពេលនៃការចាប់វាពីលើនេះរហូតដល់វាចាប់បានដល់ក្រោមនេះបានពេញមួយរូបរាងហ្មងណាវាយូរប៉ុណ្ណាអញ្ចឹងវាចាប់ម្ដងបានតិចរហូតដល់ពេញរូបរាងហ្នឹងអូខេចំពោះល្បឿនយូរអាចថា1វិនាទីឬក៏1លើ15វិនាទីអីហ្នឹងយូរហើយអញ្ចឹងនៅពេលល្បឿនវាប៉ុណ្ណឹងគឺយើងនឹងទទួលបានពន្លឺកាន់តែច្រើនយូរកាន់តែច្រើនហើយបន្ទាប់មក motion blur ឬក៏យើងថាព្រិលខ្លាំងនេះខុសពីព្រិលរបស់ aperture
គឺវាប្រហែលរបៀបកាយវិការរបៀបមានចលនាអញ្ចឹងដូចយើងរត់យើងជិះឡានជិះម៉ូតូអីហ្នឹងគឺយើងចាប់បានចលនាអញ្ចឹងបើសិនជា1 លើ 2 អីហ្នឹងយើងមើលទៅវាមានចេញ motion មកហើយមួយទៀតគឺលេខ shutter speed វាទូចអានេះដូច concept មុនដែរខ្ញុំចង់បញ្យល់វាថាវាគឺជាផលចែកតបមកទៀតល្បឿនវាលឿនហ្នឹងមកឈវិច1 លើ 1000 វិនាទីព្រោះកាន់តែចំនួនកាន់តែតិចល្បឿនមិនកាន់តែលឿនទៅហ៎អញ្ចឹងនៅពេលដែលល្បឿនលឿនយើងទទួលបានពន្លឺតិចព្រោះវាចាប់យកតែមួយផ្លែតទេអូខេប៉ុន្តែវាអត់សូវផលទេយើងវារត់លឿនប៉ុណ្ណាក៏ដោយដូចដង្ហាល power អញ្ចឹងនៅពេលវាលឿនអញ្ចឹងពេលដែលយើងដាក់1 លើ 500 1 លើ 1000 អីចាប់ដង្ហាលហ្នឹងស្គប់យកហ្មងអញ្ចឹងបានពេលខ្លះយើងមើលទៅកតុំមួយថតកតុំមួយហោះអីយើងឃើញថតពេលថ្ងៃស្លាបវាគឺអត់បក់តែការពិតមែនតើគឺវាបក់ខ្លាំងអញ្ចឹងនៅពេលដែលល្បឿនវាលឿន shutter speed វាលេខធំគេដាក់ក្នុងកាមេរ៉ាដាក់1 លើ 1000 ហើយដល់តែអា U នេះគេដាក់លេខ2យកហ្មងចុះគេសួរថាបើសិនជាដល់1 វិនាទីឬ2 វិនាទីគេដាក់មកគេថែមដាក់អា second នេះពីក្រោយនេះ second ពីក្រោយនេះសញ្ញានេះអូខេអញ្ចឹងយើងចាប់shutter speed ហើយអញ្ចឹងចំណុចបន្ទាប់នេះគឺចំនួនការទទួលពន្លឺឬក៏ពាក្យបច្ចេកទេសអង់គ្លេសគេហៅថា ISO អញ្ចឹង ISO នេះគឺដូចពីដើម concept មកពីដើមគេប្រើ field គេអត់កំណត់លេខចេះយកហ្មងទេអញ្ចឹង field គេហៅប្រភេទណាដែលទទួលបានពន្លឺច្រើនប្រភេទណាដែលទទួលបានពន្លឺតិចចំពោះចំនួន ISO តិចគឺវានឹងផ្ដល់ពន្លឺតិចហើយអញ្ចឹងអានេះយើងប្រើនៅពេលដែលមានពន្លឺច្រើនដូចជាយើងបើកភ្លើងខ្លាំងឬក៏យើងនៅក្រៅហាលថ្ងៃអីហ្នឹងតែវាផ្ដល់មកវិញគឺវាអត់បែក noise ទេវាអត់បែកប្រើដោយឲ្យយើងប្រើលេខ ISO ច្រើនទេចុះបើសិនជាយើងប្រើ ISO ច្រើនវានឹងធ្វើម៉េច ISO ច្រើនគឺយើងឡើងតិចដងរហូតដល់ចំនួន ISO ដែលយើងត្រូវការយើងប្រើ ISO គឺកាន់តែតិចកាន់តែល្អព្រោះបើសិនជាយើងប្រើលេខកាន់តែច្រើនយើងត្រូវការពន្លឺច្រើននោះគឺវានឹងធ្វើឲ្យបែកគ្រាប់ noise ច្រើនគាត់ថាក្នុងកលៈទេសៈខ្លះគឺយើងត្រូវប្រើដល់ខ្ពស់ព្រោះវាល្ងឹតខ្លាំងតែបើសិនជាយើងចង់ប្រើរូបគុណភាពយើងព្យាយាមប្រើវាឲ្យកាន់តែតិចកាន់តែល្អអញ្ចឹងខ្ញុំសូមលើកយកមកករណីជាក់ស្ដែងអញ្ចឹងវាមានច្រើនករណីអញ្ចឹងសូមករណីទី1យើងសម័យថាបើសិនជាយើងនៅក្រៅមេឃភ្លឺពេលព្រឹកសតុំល្មមហើយយើងចង់ថតportrait អញ្ចឹងយើងសតុំល្មមយើងអាចចាប់ដើមពីshutter speed មុនទៅហើយ portrait យើងវាអត់អង្គើអីខ្លាំងយើងអាចដាក់ត្រឹម1 លើ 100 ឬ1 លើ 200 ទៅក៏បានដែរបន្ទាប់មក aperture យើងបើកឲ្យទូចទៅអញ្ចឹងថា f3 ឬក៏ f2.8 អញ្ចឹងទៅតាមប្រភេទ lens របស់យើងហើយ ISO យើងសេរីធ្វើម៉េចឲ្យវាទាបបំផុតទាបដើម្បីឲ្យនៅពេលដែលយើងវាស់ exposure នៅពេលដែលវាចំកន្លែង0នេះបានន័យថាពន្លឺហ្នឹងមាន highlight គ្រប់គ្រាន់ shadow គ្រប់គ្រាន់ highlight ហ្នឹងគឺកន្លែងភ្លឺហើយ shadow កន្លែងល្ងឹតគឺដើម្បីកុំឲ្យវាភ្លឺពេកឆេះពេកឬក៏វាដើម្បីកុំឲ្យវាល្ងឹតពេកឬខ្មៅពេកអញ្ចឹងចំពោះការអនុវត្តជាក់ស្ដែងខ្ញុំនឹងធ្វើវីដេអូលើកក្រោយទៀតនៅពេលដែលខ្ញុំថតផ្ទាល់បាទសូមអរគុណអ្នកទាំងអស់គ្នា